សួស្តីបងប្អូនអរគ្នាបងប្អូនធ្លាប់តែទៅទិញពូកមែនអត់តើទៅទិញពូកទិញទៅហើមកដឹកទៅមកផ្ទះទាំងមូលហើយខ្លះទៀតហ្នឹងក៏គេដឹកឲ្យដល់ផ្ទះដែរប៉ុន្តែវាមកទាំងមូលនេះក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីការទិញពូកតាមអនឡាញហើយគេដឹកមកឲ្យដែរយើងគេគិតថាគេដឹកតាមអនឡាញឬក៏ដឹកតាមការដឹកជូនហ្នឹងពុកមកទាំងមូលយ៉ាងម៉េចឥឡូវនេះវាមកហើយមកលក្ខណៈមូលតុញមកហ្មងហើយវីដេអូនេះគាត់ចង់បង្ហាញពីលក្ខណៈបើកទៅហើយវាចេញជារូបរាងយ៉ាងម៉េចបាទសូមបានហ្នឹងហើយពេលដែលពេលហែកថងតែសោកវាអស់ទៅវាប៉ោងមកហ្មងប៉ោងដូចរបៀបមានខ្យល់បាញ់បញ្ចូលហ្នឹងប៉ុន្តែវាអត់ទេវាអត់មានម៉ាស៊ីនអត់មានអីត្រូវបាញ់ខ្យល់ទេគាត់ថាវាសាច់វាខាងក្នុងវាឬបំរាស់ឡើងសពសាច់ហ្មងធ្វើឲ្យពុកហ្នឹងរឹងហើយទុនធម្មតាវាអត់មានខ្យល់អត់មានអីទេបាទសូមអរគុណច្រើនហើយអរគុណក្នុងការទស្សនាបាទអរគុណ